ការប្រទាលបែបផ្សេងការកញ្ចក់ដើមការកញ្ចក់ដើមហ្នឹងកញ្ចក់ដើមគេហូបខ្មែរយើងហូបតែអ្នកភ្នំហើយគេហូបដោយសាររុក្ខជាតិនេះវាទី1ផ្កាវាខ្ចីទី2គឺវាមានអត្ថប្រយោជន៍ផងមើលវាហិលនេះពណ៌លឿងនេះណាខ្ញុំអត់និយាយរឿងទៀតបែបផ្សេងទេហើយខ្ញុំដាក់ទឹមនេះទឹមដើម្បីមើលថាផ្កាបរិយរុក្ខជាតិភ្នំវាខុសគ្នារវាងពីរពួកគឺផ្កាកញ្ចក់អណ្ដើកជាមួយនឹងផ្កាទាលបែបផ្សេងប៉ុន្តែបើនិយាយមែនតើសិតតែហូបបានដូចគ្នាព្រោះវាប្រភេទរុក្ខជាតិមើមហិលហើយមានផលថាប៉ះពាល់ដល់អាយុជីវិតអត់មានទេដោយសារប្រភេទមើមវាហិលដូចខ្ញីហិលដូចរំដេងល្មៀតខ្ជាយបលីអីដូចគ្នាចឹងហើយគេហូបពួកអញ្ចឹងគេហូបយ៉ាងម៉េចគេហូបមានអត្ថប្រយោជន៍យ៉ាងម៉េចគឺវាជួយផ្នែកសុខភាពដូចជាទី1គឺរដូវភ្លៀងរដូវក្តៅរដូវភ្លៀងហ្នឹងខ្យល់ភ្លៀងពរហ្នឹងធ្វើឲ្យយើងចាញ់អាកាសធាតុប្រែប្រួលអត់តផ្ដាសាយជួយផ្លូវដង្ហើមព្រោះវាមើមហិលជួយផ្លូវដង្ហើមពេលហូបទៅធ្វើស្រួលច្រមុះស្រួលសរសៃទៀតផងខាងក្នុងស្រួលខាងក្នុងស្រួលកាពះពោះវៀនទៀតហូបពួកនេះវាជាបន្លែដូចគេដូចឯងតែតោះវាមានសារធាតុហិលតិចឈួលហិលអញ្ចឹងវាធ្វើឲ្យបន្តបងធូរស្រួលនឹងអាចជាបាល់អាប់ខ្សែពោះវៀនកាពះនឹងក្នុងទៀតចឹងនិយាយចឹងបានថាយើងហូបគ្រឿងទេសដែលវាមានជាតិហិលដូចជាដេងជាល្មៀតឬមួយក៏ម្រេចខ្ទឹមអីហ្នឹងសិតតែមានអត្ថប្រយោជន៍ចឹងទៅសម្រួលសរសៃសូងរបត់ឈាមទៀតគឺថាឈាមគេជួយឲ្យឈាមរត់បានល្អកាត់បន្ថយជាតិខ្លាញ់ក្នុងពេលពោះវៀនក្នុងឈាមនឹងឲ្យរត់ឈាមបានល្អរំលាយខ្លាញ់វាជាតិហិលជាតិក្តៅហ្នឹងហើយអញ្ចឹងទប់ទល់អាកាសធាតុផងរួលសរសៃរួលឈាមរត់ឈាមពេលពោះវៀនអាហ្នឹងថាប្រយោជន៍ទូទៅហ្មងហើយទៅសួរពេទ្យគឺมันជានិយាយខុសពីហ្នឹងទេគាត់ថាគេមានស្គាល់ប្រភេទវីតាមីនច្បាស់គេអាចជជែកយើងឬខ្ញុំអត់ទេយើងបានរៀនទេគាត់ថាយើងអាចគិតអាចស្វែងយល់តាមចំណេះជំនាញទូទៅហ្នឹងហើយអត់មានថាជ្រាបចេញធ្វើដឹងថាអូសារធាតុនឹងឈ្មោះអីជាឈ្មោះគីមីអត់មានទេអត់បានបញ្ជាក់ទេយើងបានរៀនអញ្ចឹងពួកនេះសិតតែហូបបានដូចគ្នាសូម្បីតែចំហួយសូម្បីតែខ្ទិវសូម្បីតែបល័យខ្មៅអីហ្នឹងផ្កាវានឹងហូបបានទាំងអស់ហ្នឹងខ្ចីនោះហ្នឹងកវាញហ្នឹងសិតតែអំបោមើមហិលសិតតែប្រភេទអត្ថប្រយោជន៍ដូចគ្នាហ្នឹងអត្ថប្រយោជន៍ដូចគ្នានឹងអាការយឺតធ្វើលក់ហ្នឹងណាអញ្ចឹងគេហូបក្នុងអ្នកដែលនៅភ្នំនៅអីអត់សូវមានជំងឺទេដោយសារគេហូបបន្លែប្លុកតាមរដូវកាលអញ្ចឹងគេអត់ចាញ់អាកាសធាតុដូចយើងនិយាយស្រួលស្ដាប់ថាជំងឺគេអត់សូវសម្បូរហើយគេអត់សូវចាញ់អាកាសធាតុទេរដូវភ្លៀងក៏មិនសូវផ្ដាសាយក៏មិនសូវនិយាយទៅគឺឈឺតិចណាមិនដែលនេះទៅគេថ្នាំបុរាណក៏គេប្រើតែថ្នាំភ្នំព្រៃយ៉ាងដែរគេហូបគេប្រើជាទៀងទាត់ជាតទាំងជំនាន់មកអញ្ចឹងគេសុខភាពគេល្អជាងនៅយើងនិយាយស្រួលស្ដាប់ទៅហ្នឹងមកអញ្ចឹងវីដេអូនេះគាត់ចង់ចែកម្លែកថានេះគឺផ្កាកញ្ចក់អណ្ដើកអានេះគឺផ្កាប្រទេសបែបផ្សេងអញ្ចឹងអាចហូបបានដូចគ្នាអត់អីទេហូបជាបន្លែជាលក់អរគុណច្រើន